ក្មេងប្រុសនោះបានរងរបួសពេលកំពុងលេងបាល់ហើយបានមកមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពដោយមិននឹកស្មានដល់គ្រូពេទ្យបានសួរអំពីស្ថានភាពគ្រួសាររបស់គាត់និងអំពីប្រភេទអាជីវកម្មដែលពួកគេធ្វើតើអ្នកមានបងប្អូនបង្កើតទេខ្ញុំមានប្អូនប្រុសម្នាក់គាត់បានសម្ដែងការពេញចិត្តបន្ទាប់ពីស្ដាប់ក្មេងប្រុសនោះមើលទៅហាក់ដូចជាងឿងឆ្ងល់វាបង្ហាញថាគ្រូពេទ្យនេះគឺជាឪពុករបស់ QJ ខ្ញុំទើបតែទៅធ្វើការឥឡូវនេះគាត់បានឃើញឈ្មោះ Chen Lo Shao លេចឡើងនៅក្នុង WeChat Moments របស់កូនស្រីគាត់ខ្ញុំមិននឹកស្មានថានឹងបានជួបគាត់ឆាប់យ៉ាងនេះទេដូច្នេះ Chu Fu បានយកអាកប្បកិរិយារបស់ឪពុកក្មេងភ្លាមសម្លឹងមើល Chen Lo Shao ពីលើចុះក្រោមស្ថានភាពមូលដ្ឋានមិនអាក្រក់ទេដូច្នេះគាត់បានរៀបចំការពិនិត្យប្រព័ន្ធទឹកនោមមួយផ្សេងទៀតសម្រាប់ Chen Lo Shao តើនេះជារបៀបដែលអ្នកតែងតែធ្វើមែនទេអូវាហាក់ដូចជាធម្មតាសម្រាប់កន្នីទាំងអស់មែនទេដោយមិននឹកស្មានដល់សូម្បីតែដូច្នេះឪពុករបស់ Kheu នៅតែព្រួយបារម្ភមុននឹងចាក់ចេញខ្ញុំបានឲ្យគាត់នៅប្រអប់ថ្លាតូចមួយប៉ុន្មាននាទីក្រោយមក Chen Lu Chou បានត្រឡប់មកវិញជាមួយនឹងប្រអប់តូចមួយឪពុករបស់ Kheu បានដឹងភ្លាមថាមានអ្វីមួយខុសប្រក្រតីអ្នកតើនោះមិនអីទេឥឡូវនេះខ្ញុំមានអារម្មណ៍ជាចាប់ពេញរាងកាយពេលខ្ញុំប៉ះវាតើការពិនិត្យនេះពិតជាចាំបាច់សម្រាប់គាត់មែនទេវាមិនចាំបាច់តតែសោះក្នុងការធ្វើវាបន្ទាប់មកខ្ញុំនឹងយកមួយផ្សេងទៀតមកឲ្យអ្នកដោយនិយាយថាការប្រឡងត្រូវការផ្លាស់ប្ដូរភ្លាមនោះ Chen Lo Shao មិនមានអារម្មណ៍ជាចាប់អ្វីទេគាត់បានប្រាប់គ្រូពេទ្យថាគាត់នឹងត្រឡប់ទៅផ្ទះវិញហើយសម្រាប់2ថ្ងៃសិនមកម្ដងទៀតនៅសប្តាហ៍ក្រោយដោយឃើញបែបនេះឪពុករបស់ Kheu មិនបានព្យាយាមចាប់បាននោះទេប៉ុន្តែខ្ញុំនៅតែរំលឹកគាត់ថានេះជារបួសខាងក្រៅគាត់ត្រូវបានគេណែនាំឲ្យមកណាត់ជួបតាមដានភ្លាមនៅពេលដែលគាត់មានអារម្មណ៍មិនស្រួលខ្លួនហើយក៏ត្រូវបានគេប្រាប់កុំឲ្យរកមិត្តស្រីថ្មីនេះផងដែរឆាប់ជាសះបាយណាសង្កេតមួយរយៈមុនពេលធ្វើការស្វែងរកមិនអីទេអរគុណលោកវិជ្ជបណ្ឌិតក្នុងពេលជាមួយគ្នានេះបច្ចុប្បន្ន QJ កំពុងថតកម្មវិធីទៅភោជនីយដ្ឋានជាមួយមិត្តល្អបំផុតរបស់នាងខ្ញុំមានគម្រោងរកលុយចែកខ្លះដោយមិននឹកស្មានដល់អាហារនៅភោជនីយដ្ឋាននេះពិបាកលេបណាស់គាត់មិនចង់រកលុយប្រឆាំងនឹងមុនសិការរបស់គាត់ទេដូច្នេះគាត់បានផ្ញើសារទៅ Chen Lo Shao ដោយសុំឲ្យនាងជែកជាមួយគាត់ប៉ុន្តែភីគីមខាងទៀតបានសុំឲ្យគាត់ជួបនិងនិយាយដោយផ្ទាល់វាបានបង្ហាញថា Chen Lo Shao បានខ្ចីការងារថតម៉ូតូការងារម៉ូតូរបស់អ្នកមិនឆ្ងាយពីពួកគេទេតើខ្ញុំអាចទៅមើលបានទេបាទអ្នកមកខ្ញុំនឹងវិភាគវាអ្នកប្រហែលជាមិនមានពេលទេខ្ញុំមានពេលច្រើន Chen Lu Chou លេងអាចបដិសេធបានទៀតហើយខ្ញុំអាចនាំគាត់ទៅទីលានប្រណាំងម៉ូតូបានតែប៉ុណ្ណោះប៉ុន្តែគ្រោះថ្នាក់មួយបានកើតឡើងភ្លាមនៅពេលដែលពួកគេមកដល់ភូកេឡាឋានវាទាំងអស់គឺដោយសារតែអ្នកជិះសេះឈ្មោះរយែងមិនអាចទ្រាំទ្រនឹង Chen Lo Shao មកថតគុនបានទេគាត់ក៏បាននាំក្មេងស្រី2នាក់មកជាមួយដែរបន្ទាប់មកគាត់បានត្អូញត្អែអំពីគាត់នៅក្នុងបន្ទប់ទទួលភ្ញៀវដោយមិននឹកស្មានដល់ QJ និងក្រុមរបស់គាត់បានរឿងនេះលូយ៉ាងមែនទេហេតោះយើងប្រកួតគ្នាជាមួយនឹងសមត្ថភាពរបស់អ្នក QJ បាននិយាយថាប្រសិនបើគាត់ចាញ់គាត់នឹងប្រគល់រង្វាន់ទាំងអស់ដែលគាត់បានឈ្នះក្នុងការប្រកួតឲ្យនាងហើយគាត់ក៏ត្រូវសុំទោស Chen Lo Shao ផងដែរទោះជាយ៉ាងណាក៏ដោយលូយ៉ាងបានសម្លឹងមើលក្មេងស្រីនោះដោយការមើលងាយទាំងស្រុងដោយមិននឹកស្មានដល់ការប្រកួតបន្ទាប់បានធ្វើឲ្យគាត់បាត់បង់មុខមាត់ទន្ទឹមនឹងនេះលោក Chen Lo Shao ដែលទើបតែទិញការ៉េម QJ ក៏បានទទួលដំណឹងថាគាត់នឹងចូលរួមប្រកួតប្រជែងផងដែរគាត់បានរត់ទៅដោយភ័យស្លន់ស្លោហើយបានដឹងថាការប្រកួតហៀបនឹងចាប់ផ្ដើមហើយដោយគ្មានជម្រើសផ្សេងទៀតគាត់បានទៅអេក្រង់ដើម្បីសង់គេដោយប្រុងប្រយ័ត្នពីព្រោះប្រសិនបើ QJ ជួបប្រទះនឹងគ្រោះថ្នាក់ណាមួយពួកគេទាំងអស់សុទ្ធតែមានការទទួលខុសត្រូវដែលមិនអាចគេចផុតបានប៉ុន្តែ QJ គឺជាកូនជាងរបស់ Fi Yuqing ដែលជាអ្នកបើកបរដ៏ល្អបំផុតនៅក្នុងខេត្តដោយការរំពឹងទុកបន្ទាប់ពីបាត់ច្រើនដងជាប់គ្នា QJ បានវាដាច់លយែងដោយជោគជ័យគ្រាន់តែពេលដែលមនុស្សគ្រប់គ្នាគិតថា QJ ជិតដល់ជ័យជំនះហើយដោយមិននឹកស្មានដល់លយែងបានបរាជ័យក្នុងការជន់ហ្វ្រាំងនៅផ្លូវកង់ចុងក្រោយដែលបណ្ដាលឲ្យគាត់បាត់បង់ការគ្រប់គ្រងហើយបុកជាមួយ QJ ជាសំណាងល្អអ្នកទាំងពីរត្រូវបានការពារដោយឈុតការពារហើយមិនបានរងរបួសធ្ងន់ធ្ងរនោះទេជើងរបស់ QJ រលត់បន្តិចបន្តួចប៉ុណ្ណោះយោជេនលូបានដឹកស៊ូជឺទៅកាន់សាឡុងដោយខ្នងរបស់នាងគាត់បានប្រើថ្នាំនេះទៅលើ QJ ដោយគិតគូរយ៉ាងល្អិតល្អន់ប្រសិនបើខ្ញុំឲ្យអ្នក5000តើអ្នកយល់ព្រមថាខ្ញុំឥឡូវនេះទេសូម្បីតែមួយវិនាទីក៏មិនគោរពចំពោះប្រាក់5000យ៉នដែរប៉ុន្តែអ្វីដែលគាត់មិនបានដឹងនោះគឺភាពជោគជ័យរបស់លោក QJ គឺលើសពីប្រាក់រង្វាន់ទៅទៀតបន្ទាប់មក Chen Lu Chou បានចេញទៅខាងក្រៅដើម្បីវេចខ្ចប់របស់នាងដោយមិននឹកស្មានដល់គាត់បានជួបនឹងលូយ៉ាងដែលបានមកសុំទោសគាត់បន្ទាប់ពី Chiao Peng បានពន្យល់រួច Chen Lo Shao ទីបំផុតបានដឹងថាការប្រកួតប្រជែងរបស់ QJ គឺពិតជាសម្រាប់ជាប្រយោជន៍ដល់នាងនេះនាំមកនូវការលួងលោមដល់គាត់ប៉ុន្តែគាត់នៅតែមានអារម្មណ៍ភ័យខ្លាចចំពោះ QJ ដូច្នេះពួកគេទាំងពីរនាក់បានទៅសន្តាគារដោយសម្រាប់បន្ទាប់ពីនោះបន្ទាប់មកលោក Chen Lo Shao បានលើកឡើងពីបញ្ហានេះដោយទឹកមុខមិនពេញចិត្តគាត់បានប្រាប់គាត់កុំឲ្យធ្វើការធ្ងន់ពេកនៅពេលអនាគតប៉ុន្តែ QJ បាននិយាយថានាងបានធ្លាក់ពីលើកង់តាំងពីនាងនៅក្មេងមកម្លេះរបួសតិចតួចនេះគ្មានអ្វីទេប៉ុន្តែ QJ ឃើញថាគាត់នៅតែមិនសប្បាយចិត្តដូច្នេះខ្ញុំបានសម្រេចចិត្តប្រាប់គាត់រឿងកំប្លែងមួយគាត់បាននិយាយថាបុរសសង្ហាម្នាក់បានមកដល់នាយកដ្ឋានរបស់ឪពុកគាត់កាលពី 2-3 ថ្ងៃមុនប៉ុន្តែសុខភាពខ្ញុំមិនសូវល្អទេប៉ាខ្ញុំថាយុវវ័យសម័យនេះពិតជាបែបនេះមែនចុះយ៉ាងណាចំពោះការនៅយប់ជ្រៅការជក់បារីនិងការផឹកស្រាអត្រារស់រានមានជីវិតរបស់កសិកាមេជីវិតឈ្មោះគឺតិចជាង30នោះគួរឲ្យខ្លាចណាស់មែនទេ